រឿងត្រីបីក្បាលកាលពីយូរលង់ណាស់មកហើយមានបឹងដ៏ធំមួយដែលមានឈ្មោះថាបឹងមរកតដែលមានទឹកដ៏ត្រជាក់ថ្លាឈ្វេងស្ថិតនៅកណ្ដាលវាលស្រែដ៏ខៀវស្រងាត់ក្នុងបឹងនោះមានត្រីបីក្បាលដែលជាមិត្តភក្តិដ៏ស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ត្រីឆ្ពោជាត្រីដែលមានកម្លាំងខ្លាំងក្លានិងរហ័សរហួនប៉ុន្តែចូលចិត្តធ្វើអ្វីតែម្នាក់ឯងមិនសូវរវល់នឹងមិត្តភក្តិឡើយចំណែកឯត្រីក្អែកជាត្រីដែលមានប្រាជ្ញាវៃឆ្លាតនិងចេះដោះស្រាយរាល់បញ្ហាប៉ុន្តែគាត់ចូលចិត្តនិយាយច្រើនហើយមិនសូវចូលរួមពាក់ព័ន្ធនឹងការប្រើកម្លាំងកាយទេចំណែកឯត្រីក្រាញ់ជាត្រីដែលមានចិត្តល្អឧស្សាហ៍ព្យាយាមនិងចេះសាមគ្គីគ្នាប៉ុន្តែគាត់មានកម្លាំងកាយខ្សោយជាងគេត្រីទាំងបីរស់នៅដោយសុខសាន្តប៉ុន្តែថ្ងៃមួយក៏មានរឿងរ៉ាវកើតឡើងចូលដល់រដូវប្រាំងមកដល់ព្រះអាទិត្យចាំងក្តៅខ្លាំងខុសពីធម្មតាធ្វើឲ្យទឹកដែលនៅបឹងមរកតរីងស្ងួតបន្តិចម្ដងថ្ងៃមួយត្រីឆ្ពូបានហើរឡើងមកលើផ្ទៃទឹកហើយស្រាប់តែឃើញមានអ្នកនេសាទពីរនាក់កំពុងដើរមើលជុំវិញមាត់បឹងមរកតហើយនិយាយគ្នាថាបងអើយត្រីក្នុងបឹងនេះធំណាស់ថ្ងៃស្អែកនេះយើងនឹងត្រឡប់មកវិញហើយលបចាប់ពួកវាតែម្ដងព្រោះទឹកក៏កាន់តែរីងខ្លាំងហើយយើងនឹងងាយស្រួលចាប់ត្រីទាំងអស់នេះណាត្រីឆ្ពូឮហើយភ័យស្លន់ស្លោជាខ្លាំងក៏ហែលត្រឡប់មុជចូលទៅក្នុងទឹកបឹងវិញហើយបានប្រាប់មិត្តភក្តិរបស់ខ្លួនទាំងពីរគឺត្រីក្អែកនិងត្រីក្រាញ់ថាមិត្តអើយពួកយើងកំពុងតែមានគ្រោះថ្នាក់ធំហើយយើងត្រូវតែរកផ្លូវរត់ជាបន្ទាន់ត្រីក្អែកឮហើយឆ្លើយថាចាំបាច់ភ័យអីអាឆ្ពូខ្ញុំជាត្រីឆ្លាតខ្ញុំនឹងគិតរកដំណោះស្រាយដ៏ល្អមួយគ្រាន់តែអ្នកទាំងពីរត្រូវរងចាំខ្ញុំគិតសិនទៅចំណែកឯត្រីក្រាញ់ក៏ឆ្លើយតបថាយើងគ្មានពេលគិតច្រើនទេតោះយើងគួរតែរួមគ្នាគោះកកាយដីភក់ហើយជិះផ្លូវតូចមួយឆ្ពោះទៅកាន់ផ្ទឹមធំដែលនៅក្បែរនេះបើមិនដូច្នោះទេថ្ងៃស្អែកពួកយើងនឹងក្លាយជាម្ហូបអាហារគេហើយត្រីឆ្ពូដែលមានកម្លាំងខ្លាំងក្រវីក្បាលហើយឆ្លើយតបវិញថាអត់ទេខ្ញុំមិនចង់ធ្វើរឿងហត់នឿយបែបនេះនោះទេខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំហែលកាត់វាលស្រែស្ងួតនេះតែម្ដងទៅខ្ញុំគិតថាខ្ញុំនឹងទៅដល់បឹងធំនោះបានលឿនខ្ញុំនឹងទៅដល់មុនអ្នកទាំងពីរហើយចំណែកឯត្រីក្អែកដែលជាត្រីឆ្លាតវៃឆ្លើយតបទាំងមើលងាយថាខ្ញុំក៏អត់ចូលរួមដែរខ្ញុំមិនចាំបាច់ប្រើកម្លាំងអ្វីនោះទេខ្ញុំនឹងលាក់ខ្លួនឲ្យជ្រៅបំផុតនៅក្នុងភក់រងចាំឲ្យអ្នកនេសាទចាប់ត្រីផ្សេងអស់ទៅទើបខ្ញុំចេញមកពេលក្រោយ
មានតែត្រីក្រាញ់តែមួយគត់ដែលព្រមទទួលយកគំនិតនៃការជីកផ្លូវរួមគ្នាទោះបីជាត្រីក្រាញ់ជាត្រីដែលមានកម្លាំងខ្សោយក៏ពិតមែនត្រីក្រាញ់ចាប់ផ្ដើមខិតខំប្រឹងប្រែងជីកដីភក់បន្តិចម្ដងដោយប្រើក្បាលនិងកន្ទុយរបស់វាត្រីក្រាញ់បានព្យាយាមអង្វរមិត្តរបស់ខ្លួនទាំងពីរថាអាឆ្ពូអាក្អែកបើយើងទាំង3នាក់រួមគ្នាផ្លូវនេះនឹងជិះឆាប់ដល់ស្ទឹងធំនោះតែបើខ្ញុំធ្វើតែម្នាក់ឯងវានឹងយូរណាស់ហើយគ្រោះថ្នាក់ក៏នឹងមកដល់មុនដែរប៉ុន្តែត្រីទាំងពីរដែលជាមិត្តភក្តិនៅតែមិនព្រមស្ដាប់យប់បានកន្លងផុតទៅព្រឹកស្អែកត្រីក្រាញ់បានជីកផ្លូវតូចមួយទើបបានប្រហែលពាក់កណ្ដាលតែប៉ុណ្ណោះហើយគាត់ក៏ហត់នឿយខ្លាំងណាស់នៅពេលថ្ងៃរះអ្នកនេសាទក៏បានមកដល់មាត់បឹងមរកតវិញត្រីឆ្ពូឃើញអ្នកនេសាទមកដល់ក៏ភ័យខ្លាចយ៉ាងខ្លាំងក៏សម្រេចចិត្តលោតចេញពីបឹងហើយព្យាយាមហែលកាប់វាលស្រែស្ងួតហែងទៅកាន់ស្ទឹងធំត្រីឆ្ពូជាត្រីដែលមានកម្លាំងខ្លាំងក៏ពិតមែនតែដោយសារគាត់ពុំមានផ្លូវទឹកនិងដីស្ងួតខ្លាំងពេកកម្លាំងរបស់គាត់ក៏ស្រុតចុះយ៉ាងលឿនមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងក៏ត្រូវអ្នកនេសាទចាប់បានយ៉ាងងាយស្រួលចំណែកឯត្រីក្អែកដែលលាក់ខ្លួននៅក្នុងភក់បានគិតថាខ្លួនឆ្លាតនឹងអាចរួចផុតពីគ្រោះថ្នាក់តែអ្នកនេសាទមិនមែនល្ងង់នោះទេពួកគេបានប្រើសំណាញ់ដ៏ធំអូសពេញបឹងហើយជីកកកាយភក់ហើយត្រីក្អែកក៏បានជាប់ក្នុងសំណាញ់ហើយក៏គ្មានវិធីសាស្ត្រអ្វីដែលរំដោះខ្លួនបានសោះចំណែកឯត្រីក្រាញ់វិញខំហែលទៅកាន់ផ្លូវដែលគាត់បានជីករួចក៏រើបម្រាស់តាមចង្អូរតូចទាំងហត់នឿយជាពន់ពេកពេលមកដល់ចុងផ្លូវក៏មានអ្នកនេសាទម្នាក់ដើរមកឃើញត្រីក្រាញ់កំពុងតែកម្រើកតែដោយសារផ្លូវនោះមានលក្ខណៈតូចចង្អៀតពេកដែលធ្វើឲ្យអ្នកនេសាទពិបាកនឹងចាប់ត្រីក្រាញ់ក៏មានឱកាសលោតបានលឿនក៏បានលោតចូលទៅក្នុងស្ទឹងធំដោយសុវត្ថិភាពពេលទៅដល់ស្ទឹងធំត្រីក្រាញ់គិតដល់មិត្តភក្តិរបស់ខ្លួនទាំងពីរដោយក្តីអាណិតថាបើត្រីឆ្ពូប្រើកម្លាំងរបស់ខ្លួនមកជួយជីកផ្លូវបើត្រីក្អែកប្រើគំនិតរបស់ខ្លួនមកជួយរៀបចំផែនការនោះពួកយើងទាំង3នឹងបានរួចផុតពីគ្រោះថ្នាក់ទាំងអស់គ្នាហើយក្នុងស្ទឹងធំដែលពោរពេញទៅដោយទឹកត្រជាក់ថ្លាត្រីក្រាញ់ក៏មានអារម្មណ៍រៀងធូរស្រាលនិងមានសុវត្ថិភាពជាខ្លាំងតែទន្ទឹមនឹងនោះទឹកភ្នែកនៃក្តីអាណិតនិងការឈឺចាប់ក៏បានហូរចេញពីភ្នែករបស់វាដោយគិតដល់មិត្តភក្តិទាំងពីរដែលត្រូវបានអ្នកនេសាទចាប់បានត្រីក្រាញ់រអ៊ូក្នុងចិត្តថាខ្ញុំបានខិតខំប្រឹងប្រែងខ្លាំងណាស់តែខ្ញុំមិនអាចជួយមិត្តភក្តិរបស់ខ្ញុំបានទេប្រសិនបើយើងទាំង3នាក់បានរួមគ្នាតើយើងនឹងជៀសផុតពីគ្រោះថ្នាក់នេះទេ
កម្លាំងរបស់អាឆ្ពូរួមនឹងប្រាជ្ញារបស់អាក្អែកមកនឹងការតស៊ូរបស់ខ្ញុំនោះយើងប្រកាសជាជោគជ័យទោះជាយ៉ាងណាត្រីក្រាញ់បានដឹងថាការអង្គុយសោកស្ដាយមិនអាចជួយអ្វីបានឡើយវាក៏ចាប់ផ្ដើមគិតរកវិធីសង្គ្រោះមិត្តភក្តិរបស់ខ្លួនវានៅតែជឿជាក់ថាសាមគ្គីភាពនៅតែជាគន្លឹះទោះបីជាមិត្តភក្តិទាំងពីរបានធ្វើខុសក៏ដោយត្រីក្រាញ់បានហាងរំលងតាមមាត់ច្រាំងនៃស្ទឹងធំនោះក៏បានឃើញក្មេងប្រុសម្នាក់ឈ្មោះបញ្ញត្តិដែលកំពុងតែអង្គុយមើលវាលស្រែស្ងួតនៅក្បែរនោះត្រីក្រាញ់បានលោតឡើងលើផ្ទៃទឹកជាច្រើនដងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់បញ្ញត្តិក៏ចាប់ផ្ដើមដើរមកជិតហើយក្រឡេកមើលត្រីក្រាញ់និយាយចេញជាសំឡេងខ្សឹបនៅក្នុងចិត្តដែលបញ្ញត្តិអាចចាប់បានដោយការផ្ចង់អារម្មណ៍បញ្ញត្តិអើយខ្ញុំសូមអង្វរអ្នកខ្ញុំជាត្រីក្រាញ់មកពីបឹងមរកតឥឡូវនេះមិត្តភក្តិរបស់ខ្ញុំទាំងពីរគឺត្រីឆ្ពូនិងត្រីក្អែកត្រូវបានអ្នកនេសាទចាប់បានហើយពួកគេបានធ្វើខុសដោយមិនព្រមសាមគ្គីតែខ្ញុំមិនចង់ឲ្យពួកគេស្លាប់នោះទេបញ្ញត្តិមានចិត្តអាណិតហើយក៏សួរទៅត្រីក្រាញ់វិញថាចុះខ្ញុំអាចជួយអ្វីអ្នកបានត្រីក្រាញ់ក៏បានពន្យល់ពីគំនិតរបស់ខ្លួនថាអ្នកនេសាទពួកគេនឹងដឹកត្រីទៅលក់នៅផ្សារបើអ្នកអាចប្រាប់អ្នកភូមិឲ្យជីកព្រែកឲ្យធំជាងចង្អូរដែលខ្ញុំបានជីកនេះហើយបង្វែរទឹកពីស្ទឹងធំនោះឲ្យហូរទៅកាន់បឹងមរកតវិញនោះកម្រិតទឹកបឹងនឹងឡើងខ្លាំងនៅពេលដែលអ្នកនេសាទត្រឡប់មកវិញហើយឃើញទឹកឡើងខ្លាំងពួកគេប្រកាសជាដឹងថាបឹងនោះមានគ្រោះថ្នាក់ហើយនឹងដោះលែងត្រីខ្លះមកវិញហើយគេក៏នឹងចាកចេញទៅដោយមិនចាប់ត្រីផ្សេងទៀតឡើយបញ្ញត្តិបានឮហើយក៏ចាប់ផ្ដើមយល់ពីសារៈសំខាន់នៃកម្លាំងសាមគ្គីគាត់ក៏រត់ទៅភូមិហើយស្រែកប្រាប់អ្នកភូមិទាំងភ្នែកឡើងក្រហមបងប្អូនអើយយើងត្រូវតែជួយសត្វតែសំខាន់ជាងនេះទៅទៀតយើងត្រូវតែបង្ហាញកម្លាំងសាមគ្គីរបស់យើងបើយើងជីកព្រែកនេះបានសម្រេចភូមិរបស់យើងនឹងលែងខ្វះទឹកប្រើប្រាស់ទៀតហើយអ្នកភូមិដែលធ្លាប់ជួបការលំបាកដោយសារការខ្វះទឹកក៏បានយល់ពីផលប្រយោជន៍ភ្លាមពួកគេបានរួបរวมគ្នាអ្នកខ្លាំងរួមគ្នាប្រើកម្លាំងជីកដីដោយមិនខ្លាចនឿយហត់អ្នកចាស់និងឆ្លាតវៃពួកគេបានវាស់ស្ទង់និងតម្រង់ទិសដៅនៃព្រែកឲ្យមានលំហូរទឹកល្អចំណែកឯយុវជននិងក្មេងៗបានជួយដឹកជញ្ជូនទឹកពីអណ្ដូងដើម្បីសម្រួលដល់ការជីកឲ្យមានភាពងាយស្រួលដោយសារតែកម្លាំងរបស់មនុស្សជាច្រើនបានរួមគ្នាត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះព្រែកដ៏ធំមួយដែលមានទឹកហូរខ្លាំងក៏បានតភ្ជាប់ពីស្ទឹងធំទៅកាន់បឹងមរកតកម្រិតទឹកបឹងនៅក្នុងបឹងមរកតក៏បានឡើងខ្លាំងយ៉ាងឆាប់រហ័ស
អ្នកនេសាទដែលទើបតែដឹកត្រីឆ្ពោះនិងត្រីក្អែកទៅដល់មាត់ភូមិមុននឹងយកទៅលក់នៅឯផ្សារក៏បានឃើញថាមានអ្នកភូមិជាច្រើនបានមកជួបជុំគ្នាហើយទឹកក៏កំពុងហូរយ៉ាងគំហុកចូលទៅក្នុងបឹងមរកតដែលពួកគេបានចាប់ត្រីនោះដោយសារតែខ្លាចមានបញ្ហានិងដោយសារតែពួកគេបានចាប់ត្រីបានច្រើនហើយពួកគេក៏សម្រេចចិត្តដោះលែងត្រីឆ្ពោះនិងត្រីក្អែកឲ្យហើរចូលទៅក្នុងព្រែកធំនោះដោយគិតថាទុកត្រីទាំងពីរនេះសម្រាប់ទុកឲ្យកូនកូននៅពេលក្រោយត្រីឆ្ពោះនិងត្រីក្អែកដែលត្រូវបានដោះលែងក៏បានហើរតាមព្រែកធំនោះរហូតដល់វាបានជួបនឹងត្រីខ្លាញ់ដែលកំពុងរង់ចាំពួកគេនៅចុងព្រែកត្រីឆ្ពោះនិយាយទាំងអៀនខ្មាស់ថាត្រីក្រាញ់យើងពិតជាអាក្រក់ខ្លាំងណាស់ដែលមិនស្ដាប់ឯងបានសង្គ្រោះយើងទាំងអស់គ្នាដោយសារតែការអត់ឱននិងសាមគ្គីភាពរបស់ឯងដែលបានទៅសុំជំនួយពីអ្នកភូមិចំណែកឯត្រីក្អែកវិញនិយាយទាំងនឹងកំហុសថាខ្ញុំសុំទោសខ្ញុំគិតថាប្រាជ្ញារបស់ខ្ញុំគ្រប់គ្រាន់តែឥឡូវខ្ញុំដឹងហើយប្រាជ្ញាត្រូវតែដើរទន្ទឹមនឹងកម្លាំងនិងសកម្មភាពរួមទើបយើងអាចរួចផុតពីគ្រោះថ្នាក់បានត្រីទាំង3ក៏បានអោបគ្នាហើយហែលត្រឡប់ចូលទៅក្នុងស្ទឹងធំជាមួយគ្នាដោយសុវត្ថិភាពចំណែកឯអ្នកភូមិក៏ទទួលបានផលប្រយោជន៍ពីព្រែកជីកនោះជារៀងរហូតចាប់ពីថ្ងៃនោះមកនៅក្នុងភូមិក៏បានបង្កើតជាច្បាប់មួយថាបើភូមិជួបគ្រោះថ្នាក់យើងត្រូវរំលឹកដល់ត្រីក្រាញ់ដែលជាអ្នកតស៊ូនិងចេះអត់ឱនត្រូវរួមដៃគ្នាហើយកុំប្រើប្រាស់កម្លាំងនិងគំនិតត្រឹមតែសម្រាប់តែប្រយោជន៍ខ្លួនឯងសូមរាត្រីនេះនាំមកនូវដំណេកដ៏ស្ងប់ស្ងាត់និងក្តីសុបិនដ៏ល្អដែលពោរពេញទៅដោយស្មារតីសាមគ្គីភាពនិងការអត់ឱន